អ្នកលក់ត្រូវចេះរកស៊ីបែបវិលជុកមួយវាជារឿងធម្មតាសម្រាប់រឿងជាអ្នករកស៊ីត្រូវចេះសម្គាល់មើលតម្រូវការរបស់អតិថិជនគ្រប់ពេលហើយនឹងតំណែងណាដែលលក់បានកន្លងមកចំពោះតំណែងដែលលក់បានច្រើនអញ្ចឹងវាជារឿងធម្មតាសម្រាប់យើងជាអ្នករកស៊ីដែលឆ្លាតអ្នករកស៊ីដែលពូកែមើលទីផ្សារអ្នករកស៊ីដែលពូកែសិក្សានៅអតិថិជនគឺយើងត្រូវចេះសម្គាល់មើលថាតំណែងប្រភេទណាដែលជាតំណែងដែលអតិថិជនត្រូវការចាំបាច់ទោះបីជាយើងអស់ហើយគាត់នៅតែសួររកដូច្នេះយើងត្រូវតែចេះហៅថាកំងអីវ៉ាន់នឹងទុកឲ្យបានច្រើនកុំឲ្យដាច់ស្តុកកុំឲ្យដាច់ពីកន្លែងយើងលក់ពីព្រោះវាជាតម្រូវការចាំបាច់របស់អតិថិជនដែលគាត់អត់បានពីព្រោះតំណែងមួយចំនួនវាមានមែនប៉ុន្តែយើងថាចង់យកប្រភេទតំណែងនេះដើម្បីមកជំនួសឲ្យគាត់អាចយកតំណែងនេះទៅប្រើប្រហាក់ប្រហែលគ្នាក៏ប៉ុន្តែតំណែងមួយនោះគឺមិនអាចជំនួសបានចំណុច2តំណែងខ្លះយើងគិតថាវាមិនទាន់សម័យកាលតែតំណែងទាំងអស់នោះជាការពេញនិយមរបស់អតិថិជននិងជាតម្រូវការរបស់អតិថិជនដែលគាត់យកទៅប្រើប្រាស់ហើយពេញចិត្តនៅតំណែងប្រភេទនោះអញ្ចឹងពីព្រោះតំណែងវាដូចគ្នាមែនក៏ប៉ុន្តែជាតំណែងមួយដែលអតិថិជនគាត់ប្រើទៅត្រូវចិត្តត្រូវតាមអារម្មណ៍របស់គាត់អញ្ចឹងទោះបីជាយើងយកប្រភេទតំណែងណាមកជំនួសក៏មិនបានប្រសើរដោយតំណែងដែលគាត់ចូលចិត្តនិងស្រឡាញ់ដែរបាទទី3សម័យនេះជាសម័យបច្ចេកវិទ្យាពិតមែនតែជួនកាលភាពទាន់សម័យខ្លះយើងមិនអាចកាត់ចោលនៅក្បួនក្បាច់ពីរបៀបឬក៏ទំនៀមទម្លាប់ដែលយើងធ្លាប់ប្រើប្រាស់ប្រចាំថ្ងៃបាននោះទេដូចជាការទំនាក់ទំនងដោយផ្ទាល់ដូចជាជួបមុខគាត់ប្រកបទៅដោយស្នាមញញឹមដាក់គាត់ជួបមុខគាត់ដឹងពីសុខទុក្ខរបស់គាត់អញ្ចឹងការជួបមុខផ្ទាល់នេះវាជារឿងមួយប្រសើរសម្រាប់យើងជាអ្នករស់ស៊ីផ្ទាល់មកទៅយើងបាននិយាយជាមួយគ្នាដោយមានភាពប្រតិបត្តិជាមួយគ្នាយល់ចិត្តគ្នាញញឹមដាក់គ្នាខ្លះទៅយើងបានជួបគ្នាដោយផ្ទាល់វាប្រសើរជាងជួបតាមប្រព័ន្ធសង្គមផ្សេងៗដោយមិនបានដឹងច្បាស់4ការធ្វើអ្វីក៏ដោយក៏មានគ្រឹះរបស់វាដែរបើយើងបោះបង់ចោលនៅទម្លាប់មួយចំនួនដែលយើងធ្វើឲ្យទៅហើយទទួលបានផលនោះយើងត្រូវរកនឹកវិធីសាស្ត្រឬក្បួនឬទិដ្ឋសាស្ត្រមួយចំនួនឡើងវិញយកមកប្រើប្រាស់អញ្ចឹងកាលណាយើងបោះបង់ចោលទម្លាប់មួយចំនួនដែលធ្វើឲ្យយើងទទួលបានផលវាបានអីមកវិញគឺវាខាតនៅពេលវេលាខាតនៅប្រយោជន៍របស់វាពីព្រោះវិធីសាស្ត្រមួយចំនួនវាដូចជាមិនទាន់សម័យក្បួនមួយចំនួនដូចជាមិនទាន់សម័យក៏ប៉ុន្តែគេនៅតែប្រើប្រាស់យើងឧទាហរណ៍ថាមានអបិយជំនឿមួយចោះឧទាហរណ៍តំបន់ហ្នឹងគឺគេចូលចិត្តមានបញ្ហាអីយ៉ាងទៅគេនាំគ្នាទៅសែនព្រេនបន់ស្រន់សុំទឹកសុំឡើងម្ចាស់ទឹកម្ចាស់ដីដើម្បីឲ្យបានទឹកធ្វើស្រែចម្ការចឹងទៅសួរថាទំនៀមទម្លាប់ទាំងអស់ហ្នឹងយើងអាចកាត់ផ្ដាច់ពីពួកគាត់បានទេយើងមិនអាចកាត់ផ្ដាច់បានដូចគ្នាចឹងអ្នករស់ស៊ីក៏ដូចគ្នាពេលខ្លះយើងមិនអាចចោលទេទំនៀមទម្លាប់ចាស់យើងមិនអាចចោលនៅវិធីសាស្ត្រចាស់ដែលយើងធ្លាប់ធ្វើទៅបានផលយើងគួរតែនឹករលឹកវាឡើងវិញមក5នៅពេលដែលយើងកំពុងប្រកបរបរពេលនេះក៏សុទ្ធតែមានការចាប់ផ្ដើមទាំងអស់មានការចាប់ផ្ដើមពីវិធីសាស្ត្រផ្សេងគ្នាអ្នកខ្លះទៅរកស៊ីបែបចេះទៅអ្នករកស៊ីបែបចុះទៅតែយើងកុំភ្លេចនៅចំណុចចាប់ផ្ដើមថាយើងមកដល់ពេលនេះហើយដើរមកដល់ចំណុចនេះដោយសារអ្វីហើយរំលឹកយករឿងល្អៗឡើងមកវិញពេលខ្លះជារឿងមួយដែលយើងមិនអាចបោះចោលបាន
រឿងមួយយើងដែលមិនអាចលុបបំបត្តិបានអញ្ចឹងយើងគួរតែជីកកកាយនៅវិធីសាស្ត្រចាស់ៗរបស់យើងឲ្យឡើងវិញអញ្ចឹងដូចយើងធ្វើផ្ទះអញ្ចឹងផ្ទះបើយើងចង់សង់ឲ្យវារឹងមាំលុះត្រាតែគ្រឹះខាងក្រោមហ្នឹងយើងដាក់គ្រឹះឲ្យមាំទៅហើយថ្ងៃណាមួយយើងឧមាថ្ងៃណាមួយយើងសង់តែមួយសន្លឹកថ្ងៃណាមួយទៀតយើងចង់ឡើងមួយសន្លឹកថ្ងៃណាមួយទៀតយើងមានលទ្ធភាពយើងឡើងមួយសន្លឹកទៀតណាសួរថាយើងបារម្ភនៅក្នុងផ្ទះនឹងស្រុតអត់យើងបារម្ភនៅក្នុងផ្ទះនឹងដួលអត់យើងបារម្ភក្នុងផ្ទះនឹងមានបញ្ហាអីផ្សេងទេគឺយើងអត់មានបញ្ហាទេដោយសារអីយើងគឺជាអ្នកសាងសង់នៅជាមួយជាងផ្ទាល់ហើយយើងគឺជាអ្នកដែលបានប្រាប់ឲ្យជាងធ្វើចេះទេចេះចេះយើងដឹងផ្ទះយើងរឿងមកដូចជាគ្នាយើងមុខរបរយើងដូចគ្នាអញ្ចឹងបើយើងចង់បង្រីកមុខរបរមួយឬមួយក៏បន្ថែមនៅដើមទុននៅមុខរបរនោះទៀតលុះត្រាតែការចាប់ផ្ដើមរបស់យើងឬក៏ការធ្វើរបស់យើងសួរថាវាមានភាពរឹងមាំខ្លាំងហើយឬនៅបើសិនជាយើងមានភាពរឹងមាំហើយយើងកុំខ្លាចនៅក្នុងការបន្ថែមទុនហើយបើសិនជាវារឹងមាំមែនតែនទៅទៀតយើងកុំខ្លាចនឹងបើកពីកន្លែងមួយទៅកន្លែងមួយទៀតបាទអរគុណជួបគ្នាប៉ុណ្ណេះនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាទ